សូមបងប្អូនបានបើកនៅក្នុងការគម្ពីរម៉ាថាយចំពុក18ខ19ដល់20នៅក្នុងទំព័រ1266ខ្ញុំសូមអានជូនមួយទៀតខ្ញុំប្រាប់ថាបើសិនជាមាន2នាក់ក្នុងពួកអ្នករាល់គ្នាព្រមព្រៀងគ្នានៅផែនដីពីដំណើរអ្វីដែលគេចង់សូមក៏ដោយនោះនឹងបានសម្រេចដល់គេអំពីព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ត្បិតកន្លែងណាដែលមាន2ឬ3នាក់ប្រជុំជាមួយគ្នាដោយនៅឈ្មោះខ្ញុំនោះខ្ញុំក៏នៅកណ្ដាលចំណោមអ្នកទាំងនោះដែរអាមែនបាទសូមគោរពអញ្ជើញលោកគ្រូសម្រាប់ការអធិប្បាយព្រមទូលថ្ងៃនេះជំរាបសួរទាំងអស់គ្នាអញ្ញងអាសេអូ Morning We have learned about the intercessory prayer last week. បាទយើងបានរៀនអំពីការជួយអធិដ្ឋានឲ្យកាលពីសប្តាហ៍មុន 지난주에 중보 기도에 대해서 좀 얘기를 했으나 오늘 중보 기도와 또 그와 관련된 얘기들 좀 할까 합니다. We shared an amazing story about the missionary from the United States in Africa. បាទយើងបានចែកចាយពីរឿងដ៏អស្ចារ្យមួយអំពីបេសកជនដែលគាត់ជាជនជាតិអាមេរិកគាត់បានបម្រើការនៅអាហ្វ្រិក Do you remember that? បាទបងប្អូនបានចងចាំពីការទាំងអស់នោះទេ The intercessor prayer is powerful because it comes from a loving heart. បាទការបាទថាអ្នកដែលជួយអធិដ្ឋានឲ្យនោះគឺវាមានអំណាចណាស់គឺដោយសារតែការអធិដ្ឋាននោះគឺចេញពីជំរឿក្តីស្រឡាញ់របស់ដួងចិត្តរបស់យើង 이 중보 기도는 능력이 있는 기도인데 그것은 정말로 사랑하는 마음으로도 오기 때문에 그렇습니다. 보통 기도할 때는 자기 자신과 자기 가족들 위해서 기도하는 게 보통이지만은 다른 사람을 위해서 기도한다는 건 사랑 없이는 할 수 없는 것이기 때문에 그래서 이런 능력이 있는 기도다라고 말씀할 수 있습니다. While almost all of the worldly people pray only for themselves or their families. បាទមនុស្សភាគច្រើននៅលោកីនេះគឺពួកគេបន់ស្រន់តែសម្រាប់ក្រុមគ្រួសាររបស់ពួកគេឬក៏ខ្លួនឯងផ្ទាល់តែប៉ុណ្ណោះ But the children of God pray for others. ប៉ុន្តែកូនរបស់ព្រះគឺអធិដ្ឋានសម្រាប់អ្នកដទៃ It is intercessory prayer. បាទនេះគឺជាការដែលហៅថាអ្នកជួយអធិដ្ឋានឲ្យ And it is powerful. បាទហើយគឺជាអំណាចដែលមានអំណាចពេញតែម្ដង And we have many testimonies about that intercessory prayer in this church, in our church. បាទហើយនឹងមានទីបន្ទាល់ជាច្រើនហើយក្នុងព្រះវិហាររបស់ផងយើងក៏មានដែរ I'd like to share one story about the intercessory prayer in our church. បាទហើយលោកគ្រូគាត់នឹងចែកចាយពីទីបន្ទាល់អ្នកដែលហៅថាជំនួយការជួយអធិដ្ឋានឲ្យនៅក្នុងព្រះវិហាររបស់យើង It was when we were at Tres Dias last August. បាទកាលពីខែសីហាកន្លងទៅយើងបានចូលរួមកម្មវិធី TD មួយ You know that we have a very beautiful girl in our church members, among our church members. បាទបងប្អូនដឹងអត់ថាស្ត្រីដែលស្អាតម្នាក់នៅក្នុងព្រះវិហាររបស់យើងគឺនរណា Choi. បាទគឺអ្នកលោកកញ្ញាឆូវីបាទ And Choi had a testimony about this once long time ago. បាទឆូវីគាត់មានទីបន្ទាល់មួយដ៏អស្ចារ្យហើយអស់រយៈពេលបាទន័យថាប្រហែលខែកន្លងទៅនេះហើយគឺតាំងខែ But I'd like to share one more time. បាទហើយលោកគ្រូគាត់ចង់ចែកចាយម្ដងទៀត
지난 8월달에 우리가 테레스티아스 프로그램을 가졌었는데 그때 있었던 그런 일 한 가지를 소개하면서 이 중보 기도의 그런 능력에 대해서 좀 소개를 할까 합니다. 초이라는 자매 얘기입니다. Choi got a phone call from her family while she was serving as a team member at the Terestias. បាទឆូវីគាត់បានទទួលទូរស័ព្ទពីក្រុមគ្រួសាររបស់ផងគាត់នៅពេលដែលគាត់បានបម្រើនៅកម្មវិធីជា team member នៅក្នុងកម្មវិធី TD នោះ Her family told her over the phone that her father was very sick and about to die. បាទហើយនៅពេលដែលគាត់បានទទួលទូរស័ព្ទពីក្រុមគ្រួសាររបស់ផងគាត់នោះគឺថាប្រាប់ថាឪពុករបស់ផងគាត់មានជំងឺធ្ងន់ណាស់ហើយគាត់ប្រហែលជាអាចនឹងស្លាប់ផងដែរ So Choi was asked to come back home immediately. បាទហើយនៅពេលនោះគឺឆូវីគាត់បានសុំមកផ្ទះភ្លាមៗតែម្ដង Needless to say, Choi got worried about her father and she wanted to go to see her father as soon as possible. បាទច្បាស់ណាស់ថាឆូវីគាត់បារម្ភពីឪពុករបស់ផងគាត់ហើយគាត់ចង់ត្រឡប់ទៅជួបឪពុករបស់គាត់ភ្លាមៗបាទអាចធ្វើទៅបាន However, she also wanted to finish up her service for the Tres Dias as a team member because she had promised to God to serve God's people in the Tres Dias. បាទទោះបីជាយ៉ាងណាឆូវីគាត់បានសន្យាជាមួយព្រះអង្គហើយថាគាត់នឹងបម្រើការងារព្រះអង្គហើយនឹងអ្នកបានន័យថាប្រជាមនុស្សរបស់ព្រះអង្គផងត្រង់ហើយប៉ុន្តែឆូវីគាត់ចង់បានន័យថាគាត់ចង់បញ្ចប់នៅគាត់បានចង់បានន័យថាធ្វើការឲ្យរហូតដល់ចប់កម្មវិធី TD នោះតែម្ដង 그 팀 멤버로 봉사하는 도중에 집에서 급한 연락이 왔습니다. 아버지께서 지금 굉장히 위독하셔서 뭐 오늘 내일 금방 돌아가실 것 같다. 그래서 빨리 집으로 돌아오라. 그런 전갈이 왔습니다. 물론 당연히 정말 빨리 가서 아버지를 보고 싶었지만 또 한편으로 생각하면은 하나님께 서약을 하고 왔는데 여기 와서 내가 예수에서 팀 멤버로서 섬기겠다라고 약속을 하고 왔기 때문에 그것을 또 마치고 싶은 그런 마음도 함께 있었습니다. 그래서 결국은 가지 않기로 끝까지 그 프로그램 끝까지 섬기기로 결정을 했습니다. So we told me that she had decided to serve in the TD to the end. បាទឆូវីគាត់បានប្រាប់លោកគ្រូថាគាត់នឹងបម្រើនៅកម្មវិធី TD នោះរហូតដល់ចប់តែម្ដង So I asked our church members to get together for a prayer meeting. បាទហើយខ្ញុំក៏បានសូមឲ្យសមាជិកព្រះវិហាររបស់ពួកយើងបានជួបជុំគ្នាហើយនឹងអធិដ្ឋានជុំគ្នា 그래서 우리 같이 모여서 그 초위와 그 아버지를 위해서 기도하기로 했습니다. 그래서 기도 가운데서 제가 히스기야 왕이 병이 들어 죽게 됐을 때 기도함을 통해서 15년 그 생명을 연장받는 그 얘기를 제가 하면서 우리가 정말로 간절히 기도하면 하나님께서 우리 기도를 들어주실 거다. 그런 얘기를 나눴습니다. So I shared the story of King Hezekiah who were sick and about to die. បាទហើយពេលនោះគឺខ្ញុំបានចែកចាយពីរឿងរបស់ស្ដេចអេសេគៀដែលគាត់មានជំងឺហើយគាត់នឹងអាចស្លាប់ផងដែរ Hezekiah prayed to God to remember that he had walked before God faithfully and with a wholehearted devotion. បាទស្ដេចហេសេគៀនោះគាត់បានអធិដ្ឋានទៅចំពោះព្រះថាឲ្យថាព្រះអង្គចងចាំទូលបង្គំដែលគាត់គឺជាមនុស្សម្នាក់ដែលមានសេចក្តីជំនឿយ៉ាងពោពេញទៅកាន់ព្រះអង្គហើយគាត់មានចិត្តដែលបានន័យថាពេញទៅដោយការថ្វាយបង្គំជាមួយនឹងព្រះអង្គ And the king wept bitterly before the Lord. បាទហើយស្ដេចអេសេគៀលនោះគឺបានយំយ៉ាងខ្សឹបខ្សួលបានន័យថាយំមានភាពជឿចាប់នៅក្នុងចិត្ត So God heard his prayer and allowed him to live 15 years more. បាទនៅពេលនោះព្រះអង្គបានឮនៅការអធិដ្ឋានរបស់ស្ដេចហើយព្រះអង្គបានឲ្យគាត់បានរស់នៅដល់15ឆ្នាំ So I asked church members in the prayer to pray sincerely and with a faith for Chowi's father. បាទហើយខ្ញុំក៏បានសូមឲ្យសមាជិកព្រះវិហារ
ដោយអធិដ្ឋានយ៉ាងអស់ពីចិត្តហើយដោយសេចក្តីបានន័យថាពេញដោយសេចក្តីជំនឿសម្រាប់ឪពុករបស់ចៅវីផងដែរ So we pray together. ដូច្នេះក៏យើងអធិដ្ឋានជាមួយគ្នា And I'm sure that Chavi was the one who prayed the most sincerely. បាទហើយខ្ញុំជឿជាក់ថាចៅវីគឺជាអ្នកដែលអធិដ្ឋានដោយបានន័យថាដោយខ្លាំងមែនទែនសម្រាប់ឪពុករបស់ផងគាត់ And that we know that God hears when we pray together with one mind. បាទហើយយើងដឹងថាព្រះអង្គនឹងឮនៅពេលដែលយើងអធិដ្ឋានរួមគ្នាដោយមានចិត្តតែមួយនោះ And now you know that what happened to her father. បាទឥឡូវបងប្អូនបានដឹងអត់ថាតើមានអ្វីកើតឡើងសម្រាប់ឪពុករបស់ឆាវីនោះ As you know that next day she got a phone call that her father is okay now. បាទហើយថ្ងៃបន្ទាប់មកគឺគាត់បានទទួលនៅទូរស័ព្ទហើយថាឪពុករបស់ផងគាត់គឺអត់អីទេ So we prayed together with one mind. ដូច្នេះដែលយើងអធិដ្ឋានតែចិត្តតែមួយ It was intercessory prayer. បាទនេះគឺជាការអធិដ្ឋានហៅថាអ្នកជំនួយអធិដ្ឋាន When we pray together with one mind, with the faith, God hears our prayer. បាទនៅពេលដែលយើងអធិដ្ឋានមានចិត្តតែមួយនៅក្នុងសេចក្តីជំនឿនោះព្រះអង្គនឹងឆ្លើយតបនឹងការអធិដ្ឋានរបស់យើង That is the power of intercessory បាទ prayer. នេះគឺជាអំណាចនៃការអធិដ្ឋានជំនួយ And we had testimony in this morning បាទ about the power of prayer. បាទហើយក៏យើងបានស្ដាប់នៅទីបន្ទាល់ព្រឹកមិញនេះផងដែរពីអំណាចនៃការដែលយើងជួយអធិដ្ឋានហើយ And almost all of the testimonies are regarding the prayer and the answer of God to the prayer. គ្រប់ការអធិដ្ឋានទាំងអស់គឺវាអាស្រ័យទៅលើការអធិដ្ឋាន But most of you, or at least some of you may want to say that God does not seem to listen to my prayer. បាទគឺក៏មានបងប្អូនយ៉ាងហោចណាស់ក៏មានបងប្អូនខ្លះដែរក៏និយាយថាព្រះអង្គមិនបានឮពីការអធិដ្ឋានរបស់ខ្ញុំទេ Is there anybody who think that God does not seems to hear my prayer? Is there anybody? តើមានបងប្អូនណាដែលអធិដ្ឋានទៅថាព្រះអង្គអត់ឮពីការអធិដ្ឋានរបស់យើងដែរទេមានទេ Mian, eh? Mian. Okay. In such case, I suggest you pray along with your friends. បាទហើយក្នុងករណីនេះគឺខ្ញុំស្នើសូមឲ្យបងប្អូនទាំងអស់គ្នាអធិដ្ឋានជាមួយនឹងមិត្តភ័ក្តិរបស់ផងយើង And try to pray together in one heart. បាទហើយព្យាយាមអធិដ្ឋានរួមគ្នាដោយមានចិត្តតែមួយ The Lord will surely hear your prayer. បាទហើយព្រះអង្គម្ចាស់របស់ផងយើងនឹងឮពីការអធិដ្ឋានរបស់យើងដែរអាមែន 우리가 기도를 하면은 하나님께서 내 기도를 안 듣는 것 같아 이렇게 불평한 사람, 뭐 불평까지는 아닐런지 몰라도 그렇게 생각하는 사람인데 그 경우에는 다른 친구들과 그리스도 안의 형제자매들과 함께 기도하는 그런 것을 한번 제안해 보고 싶습니다. It is what God promised. បាទនេះជាអ្វីដែលព្រះអង្គបានសន្យាបាទសូមយើងមើលនៅក្នុងកាពីម៉ាថាយជំពូក18ខ19ដល់ខ20មួយទៀតខ្ញុំប្រាប់ថាបើសិនជាមាន2នាក់ក្នុងពួកអ្នករាល់គ្នាព្រមព្រៀងគ្នានៅផែនដីពីដំណើរអ្វីដែលគេចង់សូមក៏ដោយនោះនឹងបានសម្រេចដល់គេអំពីព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ត្បិតកន្លែងណាដែលមាន2ឬ3នាក់ប្រជុំជាមួយគ្នាដោយនៅឈ្មោះខ្ញុំនោះខ្ញុំក៏នៅកណ្ដាលចំណោមអ្នកទាំងនោះដែរមែន This scripture tells us about the power of prayer in union. បាទនៅក្នុងខគម្ពីរនេះគឺប្រាប់យើងពីអំណាចនៃការអធិដ្ឋានដោយមានរួមគ្នាតែមួយ When we pray together in one heart, God hears. បាទនៅពេលដែលយើងរួមគ្នាអធិដ្ឋានក្នុងចិត្តតែមួយនោះព្រះអង្គនឹងឮពីការអធិដ្ឋានរបស់យើងអាមែន Don't forget, this is God's word. បាទសូមកុំភ្លេចនេះគឺជាព្រះបន្ទូលរបស់ផងទ្រង់ That is the promise
of our Lord Jesus. ហើយនេះគឺជាការសន្យាដែលព្រះអង្គសន្យាសម្រាប់ពួកយើង Once again, when we pray together with one heart, God hears every prayer of បាទ us. ម្ដងទៀតគឺនៅពេលដែលយើងអធិដ្ឋានដែលមានចិត្តតែមួយនៅក្នុងរួមគ្នាដែលមានចិត្តតែមួយនោះព្រះអង្គនឹងលើពីការអធិដ្ឋានរបស់យើង However, there is one small problem. បាទទោះបីជាយ៉ាងណាក៏ដោយគឺយើងមានបញ្ហាមួយ The problem is that it is sometimes very difficult to become one heart along with your prayer partner. បាទគឺមានរឿងមួយដែលវាពិបាកសម្រាប់ពួកយើងឲ្យអធិដ្ឋានដែលមានចិត្តតែមួយនោះ Every one of us probably have different thoughts and desires, just like everyone has a different faces. បាទដូចជាយើងម្នាក់ប្រហែលជាមានការខុសគ្នាក្នុងការគិតឬក៏ចំណង់របស់ផងយើងគឺដូចជាយើងម្នាក់មានមុខផ្សេងគ្នា So it is very difficult to have one mind. បាទដូច្នេះដែលយើងមានការលំបាកដើម្បីឲ្យមានចិត្តតែមួយនោះ Then how can we have a single mind when we pray together? បាទដូច្នេះតើយើងធ្វើយ៉ាងដូចម្តេចដើម្បីឲ្យយើងមានចិត្តតែមួយក្នុងការអធិដ្ឋានរួមគ្នានោះ 이 말씀에 따르면은 하나님께서 예수님께서 약속을 하신 겁니다. 정말로 우리가 한 마음으로 두 사람이 합심해서 기도를 한다면 다 들어주시겠다 약속을 했습니다. 주님께서 약속을 하신 겁니다. 문제는 우리가 두 사람이 기도를 하지만은 정말로 합심하기가 쉽지가 않다는 데 사실은 문제가 있습니다. 그럼 어떻게 하면 우리가 합심을 할 수 있겠는가? If we do pray according to God's will, not according to our own greed or desire, it is more likely to have a single mind as we pray. បាទបើសិនបើយើងអធិដ្ឋានទៅតាមបំណងប្រហាតីរបស់ព្រះអង្គទ្រង់នោះគឺយើងមិនត្រូវអធិដ្ឋានតាមអ្វីដែលជាហៅថាចិត្តលោភលន់ឬក៏ការចង់បានរបស់ផងយើងនោះទេគឺវាដូចជាវាហាក់ដូចជាយើងមានចិត្តតែមួយក្នុងការដែលយើងអធិដ្ឋានបងប្អូនយល់ទេបានន័យថានៅពេលដែលយើងអធិដ្ឋានតាមបំណងផាតីព្រះអង្គនោះគឺកុំឲ្យយើងអធិដ្ឋានតាមចិត្តរបស់ផងយើងបានន័យថានៅពេលដែលយើងអធិដ្ឋានតាមបំណងផាតីព្រះអង្គគឺដូចជាយើងមានចិត្តតែមួយដែលយើងអធិដ្ឋានហើយព្រះអង្គនឹងឆ្លើយតបនោះ For example, think about the prayer that we made for Choi's father. បាទសូមយើងគិតអំពីការដែលយើងអធិដ្ឋានសម្រាប់ឪពុករបស់ Chowi. When we pray together, nobody had any other opinion or other desires but her father. បាទនៅពេលដែលយើងអធិដ្ឋានគឺយើងអធិដ្ឋានរួមគ្នាដោយយើងអធិដ្ឋានគិតពីឪពុករបស់ Chowi តែម្ដងគឺយើងអត់មានគិតពីអ្វីផ្សេង So at that time we had only one mind. ដូច្នេះនៅពេលនោះគឺយើងអធិដ្ឋានដែលមានចិត្តតែមួយ We did not have anything else. បាទយើងអត់មានអ្វីផ្សេងទៀតទេ That's how we were able to have one mind in our prayer. ដូច្នេះដែលយើងអាចមានចិត្តតែមួយក្នុងការអធិដ្ឋាននោះ That's why God heard our prayer. ដូច្នេះដែលព្រះអង្គឮពីការអធិដ្ឋាន And when we rely on Holy Spirit who guide us in prayer, we will become one in our prayer. បាទនៅពេលដែលយើងពឹងផ្អែកទៅលើព្រះវិញ្ញាណបរិសុទ្ធដើម្បីឲ្យព្រះអង្គបានដឹកនាំយើងនោះគឺយើងនឹងក្លាយទៅជាអ្នកដែលមានចិត្តតែមួយក្នុងការអធិដ្ឋាននោះ So we have to rely on Holy Spirit because the Holy Spirit can guide us in our prayer. បាទដូច្នេះយើងត្រូវតែពឹងផ្អែកទៅលើព្រះវិញ្ញាណបរិសុទ្ធព្រោះព្រះវិញ្ញាណបរិសុទ្ធជាអ្នកដឹកនាំយើង Some of you may not be sure whether Holy Spirit is with us or not. បាទបងប្អូនខ្លះប្រហែលជាមិនច្បាស់លាស់ទេថាតើព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយឬក៏អត់នោះ Then you can test yourself like this. បាទបន្ទាប់មកបងប្អូនអាចធ្វើតេស្តសាកល្បងមើលបាន When you pray, if you think you have love in your heart,
Holy Spirit is with you. បាទគឺធ្វើដូចនេះបានន័យថានៅពេលដែលយើងអធិដ្ឋានតើយើងមានចិត្តដែលមានក្តីស្រឡាញ់នៅក្នុងចិត្តរបស់យើងអត់ So when we have love in our hearts, when we pray, we are in one mind. បាទនៅពេលដែលយើងដឹងថាយើងអធិដ្ឋានទៅមានក្តីស្រឡាញ់មានការស្រឡាញ់នៅក្នុងចិត្តរបស់ផងយើងនោះហើយដែលព្រះវិញ្ញាណបរិសុទ្ធគង់នៅហើយយើងអធិដ្ឋានដែលមានចិត្តតែមួយបាន 우리가 합심하는 방법은 기도할 때 합심하는 방법은 우리의 욕망과 우리의 욕심을 의지하지 않고 오로지 하나님의 뜻을 따라 기도하려고 할 때 그때는 우리가 한 마음이 될 수가 있습니다. 합심을 할 수가 있습니다. 성령께서 인도하시도록 정말로 간절히 원할 때 성령을 의지할 때 우리가 하나가 될 수가 있고 우리 마음 가운데 사랑이 정말로 사랑이 있다고 확신이 들 때 그때는 우리가 한 마음 합심을 할 수가 있다는 것입니다. So if you have a good prayer partner, you are blessed. បាទបើសិនបើបងប្អូនមានដៃគូអធិដ្ឋានរួមគ្នានោះគឺជាប្រពោហើយ So when we worship here, we pray together, right? បាទនៅពេលដែលយើងថ្វាយបង្គំនៅទីនេះគឺយើងអធិដ្ឋានជាមួយគ្នាមែនទេបងប្អូន It is a great opportunity for every one of us to pray together with one mind. បាទវាគឺជាឱកាសមួយដែលល្អបំផុតដល់សម្រាប់ពួកយើងអធិដ្ឋានរួមគ្នាដែលមានចិត្តតែមួយនោះ So when you pray in this worship, try to find the right way, to find the love in your heart. បាទនៅពេលដែលយើងអធិដ្ឋាននៅក្នុងការថ្វាយបង្គំគឺយើងត្រូវស្វែងរកចិត្តដែលមានពេញដោយក្តីស្រឡាញ់នោះ And try to find God's will in your prayer. ហើយក៏ស្វែងរកនៅបំណងមហាតីរបស់ផងទ្រង់ដែរ And then God will hear your prayer. បាទហើយព្រះអង្គនឹងស្ដាប់ឮនៅការអធិដ្ឋានរបស់ពួកយើង If you have, once again, if you have a friend who can pray with you together, you are really blessed. បាទម្ដងទៀតបើសិនជាបងប្អូនមានដៃគូអធិដ្ឋានដ៏ល្អនោះគឺជាព្រះពរហើយ However, what would you do if you don't have a friend to pray with, or when you pray alone? បាទទោះបីជាយ៉ាងណាក៏ដោយបើសិនជាបងប្អូនអត់មានបើថាមិត្តភ័ក្តិឬក៏ដៃគូអធិដ្ឋានដ៏ល្អនោះទេគឺឬក៏បងប្អូនអធិដ្ឋានតែម្នាក់ឯង 기도를 같이 할 사람이 있으면 기도 파트너가 있으면 정말 복된 사람이죠. 근데 정말 기도를 할 친구가 없거나 혹은 어떨 때는 혼자 기도를 해야 되는데 그때는 어떻게 되느냐? Your friend, you have another friend. បាទបើសិនជាបងប្អូនអត់មានទេបងប្អូនប្រហែលជាអាចមានមិត្តភ័ក្តិផ្សេងទៀត You have a friend who is named Jesus for you. បាទបងប្អូនប្រហែលជាអាចមានមិត្តភ័ក្តិមួយទៀតគឺព្រះនាមព្រះយេស៊ូវគ្រីស្ទ Jesus is there to pray with you. បាទព្រះយេស៊ូវនៅទីនេះគឺសម្រាប់អធិដ្ឋានជាមួយពួកយើង You can pray with Jesus. បាទយើងអាចអធិដ្ឋានជាមួយព្រះយេស៊ូវគ្រីស្ទ That is another reason why we must pray in the name of Jesus Christ. បាទដោយហេតុនេះហើយបានជាយើងមានមិត្តភ័ក្តិបានន័យថាមិនមានព្រះយេស៊ូវគ្រីស្ទបានគង់ជាមួយយើងដើម្បីយើងអធិដ្ឋានជាមួយ We need to pray. We usually pray in the name of Jesus Christ, right? បាទយើងតែងតែអធិដ្ឋានជាមួយនឹងដោយព្រះនាមព្រះយេស៊ូវគ្រីស្ទ There are many reasons why we must pray in the name of Jesus Christ. ដោយហេតុនេះហើយបានជាយើងអធិដ្ឋានដោយនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ But I like to tell you just one reason today. បាទហើយខ្ញុំចង់ប្រាប់ហេតុផលមួយសម្រាប់បងប្អូនទាំងអស់គ្នា It is because we want to become one mind along with Jesus. ដែលយើងចង់ឲ្យយើងមានចិត្តតែមួយដោយយើងបានន័យថាយើងអធិដ្ឋានជាមួយនឹងព្រះយេស៊ូវគ្រីស្ទ With one mind. បាទអធិដ្ឋានដែលមានចិត្តតែមួយនៅក្នុងព្រះយេស៊ូវគ្រីស្ទ So we need to have one mind with Jesus in our prayer. បាទដូចជាយើងត្រូវតែមានចិត្តតែមួយក្នុងការអធិដ្ឋានជាមួយព្រះយេស៊ូវគ្រីស្ទ But there is another problem. បាទ
ប៉ុន្តែវានៅតែមានបញ្ហាផ្សេងទៀត How can you have one mind with the Lord Jesus? បាទតើធ្វើដោយប៉ុណ្ណេះដើម្បីឲ្យយើងមានចិត្តតែមួយក្នុងការអធិដ្ឋានជាមួយព្រះយេស៊ូវគ្រីស្ទនោះ You need to learn about Jesus' mind. បាទដូច្នេះយើងត្រូវតែរៀនអំពីបំណងផាតីរបស់ព្រះយេស៊ូវគ្រីស្ទ So you need to ask for help so that you have a same mind as Jesus is. ដូច្នេះយើងត្រូវតែរកជំនួយដើម្បីឲ្យយើងមានចិត្តឬក៏យើងបានន័យថាយើងអធិដ្ឋានដូចជាមួយនឹងព្រះយេស៊ូវគ្រីស្ទ So when you have the mind of Jesus, your prayer will surely be heard by God. បាទនៅពេលដែលយើងអធិដ្ឋានដោយមានចិត្តដូចជាមួយនឹងព្រះយេស៊ូវគ្រីស្ទនោះព្រះអង្គនឹងឆ្លើយតបនៅការអធិដ្ឋាន 우리가 같이 기도할 사람이었을 땐 예수님과 같이 기도하는 것입니다. 우리가 주님의 이름으로 예수님의 이름으로 기도하는 이유가 여러 가지가 있겠지만은 그 중에 한 가지가 바로 주님과 한 마음으로 기도하겠다는 우리의 결단입니다. 주님의 마음으로 기도한다는 것. 그것은 우리가 좀 복을 받는 길이죠. 그래서 우리가 주님의 마음이 어떤 것인지를 우리가 늘 헤아려야 됩니다. Don't forget, where 2 or 3 come together in Jesus' name, there is He, our God, with us. បាទសូមកុំភ្លេចថានៅកន្លែងណាដែលមាន2ឬ3នាក់អធិដ្ឋានជុំគ្នាដោយក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទគឺព្រះអង្គនឹងនៅជាមួយពួកយើង So now we are all blessed because we are here with Jesus' name. បាទនៅពេលនេះគឺយើងទាំងអស់គ្នាបានប្រពោដោយសារតែព្រះយេស៊ូវគ្រីស្ទបានគង់ជាមួយពួកយើងទាំងអស់គ្នា So every one of us should be thankful to one another for being together. បាទដូច្នេះយើងទាំងអស់គ្នាគឺយើងគួរតែអរគុណទៅបងប្អូនបងផងយើងនៅពេលដែលយើងបានជុំគ្នានៅទីនេះ Amen. Tại Pinaga. So Amen. you guys have to say to your neighbor that I really thank you for being with me here today. បាទសូមបងប្អូនទាំងអស់គ្នាបាននិយាយទៅកាន់មិត្តភ័ក្តិរបស់ផងយើងនៅខាងឆ្វេងឬខាងស្ដាំក៏ដោយយើងថាអរគុណសម្រាប់បងប្អូនសម្រាប់អរគុណសម្រាប់ខ្ញុំដែលបាននៅទីនេះជាមួយបងប្អូន 지금 오늘 함께 해주셔서 감사합니다라고 서로 인사하십시오. Một thông tiết. បាទសូមនិយាយម្ដងទៀតទៅកាន់មិត្តភ័ក្តិរបស់ផងយើង And you need to say that I'm nothing without you. បាទហើយបងសូមបងប្អូនទាំងអស់គ្នាបាននិយាយម្ដងទៀតថាខ្ញុំគ្មានអ្វីសោះបើសិនជាគ្មានបងប្អូននៅទីនេះនោះ 당신 없이는 나는 아무것도 아닙니다. 이렇게 인사하십시오. Amen. That's what church is for. បាទនេះគឺជាអ្វីដែលព្រះវិហារមានសម្រាប់ពួកយើង Do you know who started up the church for the first time? បាទតើបងប្អូនដឹងថានរណាដែលបង្កើតព្រះវិហារដំបូងគេ It is our Lord Jesus. បាទគឺជាព្រះយេស៊ូវគ្រីស្ទគឺជាព្រះអម្ចាស់របស់យើង When Jesus was resurrected and going up to heaven, បាទនៅពេលដែលព្រះយេស៊ូវគ្រីស្ទបានរស់ពីសគត់ឡើងវិញហើយយាងទៅឋានសួគ៌នោះ and Lord Jesus told us to get together and to worship together and to pray together. ហើយព្រះយេស៊ូវព្រះអង្គបានបង្រៀនឲ្យពួកយើងទាំងអស់គ្នាជួបជុំគ្នាហើយនឹងរៀនជាមួយគ្នា That is the church. បាទនេះគឺជាព្រះវិហារ So Jesus is now with us in this church. បាទឥឡូវនេះគឺព្រះយេស៊ូវបានគង់ជាមួយយើងនៅក្នុងព្រះវិហារនេះ Amen. 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 And another feature of prayer is that we should pray constantly. បាទការអធិដ្ឋានលក្ខណៈពិសេសផ្សេងទៀតនោះគឺថាយើងគួរតែអធិដ្ឋានឲ្យបានគ្រប់ពេលវេលា Last week I have told you that the early Christians in the history prayed short prayers. Do you remember that? បាទខ្ញុំ
bà prab bong bồn hay tha Christian đại tầm bông kia đại ban Atithan ban này Atithan clay nú ta bong bồn ban chăm ấy. The reason for such short prayers was so that they could remember and recite them all day long. Bà hai Paul nữa cứ hai Paul là sầmรับการAtithan clay nữa cứ thaពួកគេអាចនឹងចងចាំហើយគេអាចសូត្រឬក៏ទន្ទិញនៅការអធិដ្ឋានរបស់ពួកគេនឹងពេញមួយថ្ងៃតែម្ដង 지난주에 2세기 3세기의 그 초대 교회 그 그리스도인들이 아주 짧은 기도를 준비를 해가지고 매일 그 짧은 기도를 매일 반복하는 그런 기도를 했었다는 소개를 했습니다. 그 이유 중에 하나는 그거를 정말 계속해서 길면은 계속해서 반복하기 어려운데 짧으면 계속해서 반복하기 쉽죠. 그래서 이 계속해서 기도한다는 것, 쉬지 않고 기도한다는 것이 굉장히 중요하다는 것입니다. God honors the prayer that is important enough to us to ask Him repeatedly. បាទការអធិដ្ឋានដោយស្មោះត្រង់នោះគឺវាមានសារៈសំខាន់ណាស់គឺវាគ្រប់គ្រាន់ហើយសម្រាប់យើងនៅពេលដែលយើងអធិដ្ឋានសុំព្រះអង្គដដែលនោះ However, God may not always answer that prayer in the way we want, just because we prayed many times. បាទទោះបីជាយើងអធិដ្ឋានច្រើនដងក៏ដោយមិនប្រកាសថាព្រះអង្គតែងតែឆ្លើយតបនៅការអធិដ្ឋានរបស់ផងយើងទេគឺបានន័យថាយើងអធិដ្ឋាននៅក្នុងអ្វីដែលយើងផ្លូវរបស់ផងយើង 우리가 계속해서 쉬지 않고 기도한다는 것은 또 반복해서 기도한다는 건 중요하지만 단순히 반복해서 기도한다고 하는 게 기도를 들어주는 아닌 것입니다. 왜 그럴까요? Then why do we need to pray repeatedly? បាទដូច្នេះហេតុអ្វីបានជាយើងត្រូវការអធិដ្ឋានដដែលនោះ It is because God always used the repeated prayer to bring us to closer បាទ to ដោយ Him. សារតែការអធិដ្ឋានដដែលនេះគឺអាចនាំឲ្យយើងទៅកាន់តែគៀកនឹងព្រះអង្គ 우리 그런 반복되는 기도를 통해서 우리가 하나님께 항상 가까이 다가갈 수 있도록 더 가까이 다가갈 수 있도록 그렇게 인도하시기 위한 목적입니다. 하나님께서 귀가 어두워서 여러 번 얘기를 하지 않으면 못 듣는다는 게 아니죠. We are to have constantly recurring prayers. បាទដូច្នេះយើងត្រូវតែមានការអធិដ្ឋានបានន័យថាឡើងវិញអធិដ្ឋានដដែលនឹងគ្រប់ពេលវេលា So our spirit may be open to the prayer all the time, even when our mouth is shut. បាទទោះបីជាមាត់របស់យើងបិទក៏ដោយប៉ុន្តែចិត្តបានន័យថាវិញ្ញាណរបស់ផងយើងនៅតែបន្តអធិដ្ឋានគ្រប់ពេលវេលា Suppose that you make a phone call to your friend. ឧបមាថាយើងមានទូរស័ព្ទ call មកពីមិត្តរបស់ផងយើង But now you are done talking with your friend, but you did not press stop button. ប៉ុន្តែយើងមិនបានប៉ុន្តែយើងបានបញ្ចប់ការនិយាយរបស់ផងយើងហើយប៉ុន្តែយើងមិនបានចុចប៊ូតុងបិទនោះទេ Then you can go back to the conversation at any time with your friend. ដូច្នេះយើងអាចត្រឡប់ទៅការនិយាយជាមួយមិត្តភក្តិយើងបានគ្រប់ពេលវេលា Is that right? បាទតែតាមត្រូវទេបើសិនជាយើងអត់បិទបានន័យថាទូរស័ព្ទនឹងបើករហូត Maybe you don't have telephone at all. បើសិនជាបងប្អូនអត់ដឹងទេគឺបងប្អូនមានទូរស័ព្ទប្រើទេ If you turn on the telephone for a long time, of course you have to pay a lot of money. បាទបើសិនជាបងប្អូនបានន័យថាយើងបើកនៅការ call ហ្នឹងរហូតគឺយើងត្រូវបង់លុយច្រើន But good thing is that you can go back to the conversation with your friend at any time if you did not stop the button. បាទប៉ុន្តែបើសិនជាបងប្អូនអត់បិទទេបងប្អូនអាចបានន័យថាយើងអាចទៅនិយាយតាក់ទងជាមួយមិត្តភក្តិយើងបានគ្រប់ពេលវេលាប៉ុន្តែអស់លុយច្រើន In the same way, we are to repeat our prayers in order to get contact with God at any time and all the time. ដោយគំនិតនេះគឺបានន័យថាយើងអធិដ្ឋានដដែលហើយបានន័យថាអាចនាំឲ្យយើងមានទំនាក់ទំនងជាមួយនឹងព្រះអង្គគ្រប់ពេលវេលាផងដែរ
So we are to listen to God and repeat that prayer again, and then listen to God, and so on and on. ដូច្នេះយើងត្រូវតែស្ដាប់នៅស្ដាប់យើងត្រូវស្ដាប់ព្រះអង្គហើយយើងត្រូវអធិដ្ឋានដដែលច្រើនដងហើយស្ដាប់បន្តទៅទៀតស្ដាប់អធិដ្ឋានស្ដាប់ព្រះបន្ទូលព្រះអង្គ That's how we can pray without ceasing, without stopping. ដូច្នេះយើងអធិដ្ឋានដោយគ្មានការបញ្ចប់នោះ We can get contact with God all the time through prayers. បាទយើងអាចទំនាក់ទំនងជាមួយព្រះអង្គគ្រប់ពេលវេលាតាមរយៈការអធិដ្ឋានរបស់ពួកយើង That is the reason why God wants us to pray repeatedly. ដែលហេតុដូច្នេះដែលព្រះអង្គចង់ឲ្យយើងអធិដ្ឋានដដែលម្ដងហើយម្ដងទៀតនោះ Now I'd like to tell you what the best prayer is. បាទឥឡូវខ្ញុំចង់ប្រាប់បងប្អូនអំពីអ្វីដែលជាការអធិដ្ឋានដ៏ល្អបំផុតនោះ What do you think the best prayer is? តើបងប្អូនគិតថាអ្វីជាការអធិដ្ឋានដ៏ល្អបំផុតនោះ What is the best prayer that you can pray with? បងប្អូនដឹងអត់អធិដ្ឋានដ៏ល្អបំផុតនោះគឺអធិដ្ឋានអីគេ It is the prayer that the Lord Jesus taught us. បាទគឺជាការអធិដ្ឋានដែលព្រះយេស៊ូវគ្រីស្ទបានបង្រៀនយើង It is called the Lord's Prayer. បាទគឺជាការអធិដ្ឋានព្រះអង្គម្ចាស់ And you all know that. បាទបងប្អូនបានដឹងហើយ 가장 좋은 기도, 가장 모범된 기도, 가장 중요한 기도. 주님이 가르친 기도입니다. 그렇죠?បាទសូមបងប្អូនមើលនៅក្នុងកាពីម៉ាថាយចំពុក6ខ9ដូច្នេះចូលអធិដ្ឋានបែបយ៉ាងនេះវិញថាអោព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយសូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ So the first part says in Khmer Deutsch ne. That means it means a conclusion. បាទនៅក្នុងពាក្យនៅក្នុងឃ្លានេះដែលមានពាក្យថាដូចឆ្នេះហ្នឹងគឺបានន័យថាជាការដែលសរុបបាទ So 그러므로라고 나오는 것은 어떤 결론을 얘기하는 것이 않습니까? 그러므로 너희는 이렇게 그 방법을 말씀해 주고 계십니다. So this pray Excuse me. This is how you should pray. That's what the scripture says. បាទនេះជាអ្វីដែលរបៀបដែលយើងត្រូវអធិដ្ឋាននោះ In other words, you don't know how to pray? This is how you pray. បាទបើសិនជាបងប្អូនអត់ដឹងពីរបៀបអធិដ្ឋានទេនេះគឺជារបៀបដែលយើងត្រូវអធិដ្ឋាន Our Father in heaven, hallowed be your name. បាទសូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ So you memorize the whole part of the Lord's Prayer. បាទដូច្នេះបងប្អូនត្រូវតែចងចាំនៅការអធិដ្ឋានទាំងមូលតែម្ដង So it means that we should pray with the Lord's Prayer. គឺវាមានន័យថាយើងត្រូវតែអធិដ្ឋានជាមួយនឹងការអធិដ្ឋានរបស់ព្រះអង្គម្ចាស់ You may pray with the Lord's Prayer every time you pray. បាទយើងត្រូវតែអធិដ្ឋានជាមួយបានន័យថាអធិដ្ឋានព្រះអង្គម្ចាស់គឺគ្រប់ពេលដែលយើងអធិដ្ឋាន I suggest you pray with the Lord's Prayer repeatedly as many times as you wish. បាទខ្ញុំស្នើសុំឲ្យបងប្អូនទាំងអស់គ្នាបានអធិដ្ឋានការអធិដ្ឋានរបស់ព្រះអង្គម្ចាស់បានន័យថាអធិដ្ឋានច្រើនដងអធិដ្ឋានដដែលច្រើនដងបើអាចធ្វើ The more time you pray with the Lord's Prayer, the better may you pray. បាទនៅពេលដែលបងប្អូនអធិដ្ឋាន ព្រះអង្គម្ចាស់បានច្រើនដងវាកាន់តែល្អប្រសើរឡើង 주님이 가르친 기도는 아무리 반복해서 정말 시도 때도 없이 기도를 해도 좋은 기도다. 그렇게 말할 수 있습니다. And when you pray with the Lord's Prayer,
you should pray slowly, meditating every single word and trying to understand what it means. បាទនៅពេលដែលយើងអធិដ្ឋានតាមលំនាំព្រះអង្គម្ចាស់យើងត្រូវតែអធិដ្ឋានឲ្យយឺតហើយយើងសេចក្ដីគិតមកពាក្យបាទន័យថាយើងសេចក្ដីគិតហើយឲ្យយើងយល់ពីអត្ថន័យនោះ Then how do you pray when you pray with the Lord's Prayer? តើបងប្អូនអធិដ្ឋានយ៉ាងដូចម្ដេចនៅពេលដែលយើងអធិដ្ឋានតាមលំនាំព្រះអង្គម្ចាស់នោះយើងអធិដ្ឋានលឿន Pray với tay dân của chúng tôi. Amen. បាទពួកយើងអធិដ្ឋានលឿនមែនតើដោយលោកគ្រូអធិដ្ឋានចឹង It would be much better if you try to envisage or visualize every word in your mind while you're praying. បាទវាគឺជាការដែលល្អបានន័យថាល្អមែនតើបើសិនជាយើងព្យាយាមបានន័យថាឲ្យព្យាយាមយើងគិតនៅក្នុងចិត្តរបស់យើងហើយយើងសម័យមើលពីគ្រប់ទាំងពាក្យដែលយើងអធិដ្ឋានហ្នឹងគឺអធិដ្ឋានបានន័យយើងគិតពីមួយមកពាក្យហើយយើងគិតវាឲ្យបានច្បាស់លាស់ 기도문은 정말로 중요한 기도이기 때문에 우리가 정말로 한 단어 기도문의 한 단어를 곰씹어가면서 그걸 묵상 가운데서 천천히 기도를 해야 정말 효과가 있는 겁니다. For example, when you start with our Father in heaven, then you can imagine, you can draw a picture on your own about the Father in heaven. បាទនៅពេលដែលយើងចាប់ផ្ដើមអធិដ្ឋានដំបូងយើងថាអោព្រះវរបិតានៅគង់នៅឋានសួគ៌អើយនោះគឺយើងត្រូវគិតសម័យមើលថាតើព្រះវរបិតារបស់ផងយើងនឹងដែលនៅនគរឋានសួគ៌នឹងមានលក្ខណៈដូចម្ដេច Or you can imagine the picture that when you pray that your kingdom comes. ហើយយើងត្រូវគិតពីរូបភាពដែលបានន័យថារូបភាពនគរឋានសួគ៌នឹងមកដល់នោះ Then you can imagine the scene of his kingdom comes. You can pray. You pray and you can say, "Oh wow, it's your prayer." បាទនៅពេលដែលយើងអធិដ្ឋានគឺយើងឲ្យយើងគិតមើលថាយើងគិតមើលពីរូបភាពសម័យមើលពីរូបភាពដែលនៅនគរឋានសួគ៌តើនគរឋានសួគ៌នឹងមកដល់នោះតើវាមានលក្ខណៈបែបម៉េច That is the way of mine when I pray with the Lord's Prayer. បាទនេះជាវិធីមួយជាផ្លូវមួយដែលយើងអធិដ្ឋានក្នុងការអធិដ្ឋានព្រះអង្គម្ចាស់នោះ 저는 기도를 할 때, 주기도를 기도할 때 한 단 하나 하늘에 계신 우리 아버지 하면 그 광경을 나름대로 한번 그려봅니다. 머릿속에서. 그럼 숨이 콱 막혀요. 그 감동 때문에. As you memorize the whole Lord's Prayer, you will easily be distracted by some other thoughts while you pray the Lord's Prayer. បាទនៅពេលដែលយើងចងចាំនៅព្រះបន្ទូលបានន័យថាការអធិដ្ឋានទាំងមូលរបស់ព្រះអង្គនោះគឺយើងប្រហែលជានឹងងាយស្រួលក្នុងការដែលយើងបែកបានន័យថាបែកអារម្មណ៍ពីការដែលយើងគិតពីនៅពេលដែលយើងគិតរបស់ផ្សេងនៅពេលដែលខណៈពេលដែលយើងកំពុងអធិដ្ឋាននោះ Is that right? បាទ When your lips says some part of the Lord's Prayer, your mind goes to some other places. You have some other thoughts. បាទនៅពេលដែលយើងបានន័យថានៅពេលដែលយើងអធិដ្ឋានបែបនោះគឺយើងងាយស្រួលមែនតើនៅពេលដែលយើងនិយាយអធិដ្ឋានផ្នែកណាមួយនៅមេរមាត់របស់យើងហ្នឹងយើងនិយាយនៅផ្នែកឬក៏ clear ណាមួយនៃការអធិដ្ឋានព្រះអង្គម្ចាស់នោះគឺធ្វើឲ្យយើងបានន័យថាជាទូទៅយើងគិតនៅអ្វីដែលផ្សេងទៀតខណៈពេលដែលយើងកំពុងតែអធិដ្ឋាននោះបានន័យថាយើងចិត្តរបស់ Means you are distracted. បាទនិយាយបានថាយើងបែកអារម្មណ៍បានន័យថាយើងបែកអារម្មណ៍យើងទៅគិតអ្វីដែលផ្សេង And then try to focus on the prayer by
visualizing the every single word in your mind while you're praying. បាទដូច្នេះដែលយើងត្រូវតែព្យាយាមផ្ដោតអារម្មណ៍ទៅលើការអធិដ្ឋានដោយយើងគិតនៅក្នុងចិត្តរបស់យើងដោយគ្រប់ទាំងពាក្យដែលយើងអធិដ្ឋាននោះ I'm sure that it helps. បាទខ្ញុំគិតថាបងប្អូនការទាំងអស់នេះអាចជួយបងប្អូនបាន The Lord's Prayer has power. បាទការអធិដ្ឋានរបស់ព្រះអង្គម្ចាស់គឺមានអំណាច When you don't know how to pray, pray with the Lord's Prayer. បាទនៅពេលដែលបងប្អូនមិនដឹងពីរបៀបអធិដ្ឋានទៅយើងត្រូវអធិដ្ឋានពីលំនាំព្រះអង្គម្ចាស់ When you don't know what to pray for, pray with the Lord's Prayer. បាទនៅពេលដែលយើងអត់ដឹងថាតើអ្វីដែលយើងត្រូវអធិដ្ឋានឲ្យនោះគឺយើងត្រូវតែអធិដ្ឋានព្រះអង្គម្ចាស់ដូចគ្នា That when you want to drive the demons out, pray with the Lord's Prayer. បាទនៅពេលដែលយើងអធិដ្ឋានចង់ដេញវិញ្ញាណអារក្សចេញនោះគឺក៏យើងត្រូវតែអធិដ្ឋានជាមួយនឹងលំនាំអធិដ្ឋានព្រះអង្គម្ចាស់ដូចគ្នា And some of our church members have some experience on that. បាទនៅក្នុងព្រះវិហាររបស់ផងយើងក៏មានបទពិសោធន៍ដូចនេះដែរ The power of prayer will come to you when you pray with the Lord's Prayer. បាទអំណាចនៃការអធិដ្ឋាននឹងបានន័យថានឹងមានសម្រាប់ពួកយើងទាំងអស់គ្នានៅពេលដែលយើងអធិដ្ឋានតាមលំនាំព្រះអង្គម្ចាស់នោះ Our Lord Jesus said, if you believe, you will receive whatever you ask for in prayer. បាទព្រះអង្គម្ចាស់របស់ព្រះអង្គម្ចាស់យេស៊ូវរបស់យើងបានមានបន្ទូលថាប្រសិនបើយើងជឿយើងនឹងទទួលបាននៅអ្វីដែលយើងទូលសូមសម្រាប់ការអធិដ្ឋាន 우리가 믿음 가운데 기도를 하면 무엇이든 다 들어주시겠다고 주님께서 약속을 하셨습니다. 그렇기 때문에 우리가 어떻게 기도를 하든 간에 정말 믿음 가운데서 기도를 하면 하나님께서 들으신다는 것입니다. So you may pray in a way you like to pray. បាទដូច្នេះបងប្អូនត្រូវអធិដ្ឋានក្នុងរបៀបដែលបងប្អូនចូលចិត្តអធិដ្ឋាន However, you must seek God's will, not yours, in your prayer. ទោះបីជាយ៉ាងណាក៏ដោយបងប្អូនត្រូវតែស្វែងរកនៅបំណងផាតីរបស់ផងទ្រង់គឺមិនមែនជារបស់ផងយើងទេនៅក្នុងការអធិដ្ឋាននោះ 우리가 어떤 방법으로 기도를 해도 하나님께서 정말 우리 믿음의 기도를 들으시지만 중요한 것은 하나님의 뜻을 찾아야 된다는 거예요. 그 기도 가운데서 나의 뜻이 아니고 하나님의 뜻이 이루어지도록 기도를 해야 된다는 것입니다. The night before Jesus went to Calvary, the Lord prayed like this. បាទមុនយប់ថ្ងៃដែលព្រះយេស៊ូវបញ្ជូនទៅយាងទៅកាល់វ៉ារីនោះគឺព្រះអង្គមានបន្ទូលដូចនេះថានៅក្នុងកាពីម៉ាកុសចំពុក14ខ36ទ្រង់មានព្រះបន្ទូលថាអោអាប៉ាព្រះវរបិតាអើយទ្រង់អាចនឹងធ្វើការទាំងអស់កើតសូមយកពែងនេះចេញពីទូលបង្គំផងប៉ុន្តែកុំតាមចិត្តទូលបង្គំឡើយសូមសម្រេចតាមព្រះハរតីទ្រង់វិញ You must seek God's will, not yours. បាទដូច្នេះបងប្អូនត្រូវតែស្វែងរកនៅបំណងព្រះハរតីរបស់ផងទ្រង់មិនមែនជាចិត្តរបស់ផងយើងទេ Brothers and sisters, you are blessed if you can pray because prayer is a great thing. បាទបងប្អូនជាទីស្រឡាញ់វាជាការដែលល្អបំផុតដែលយើងអាចអធិដ្ឋាននៅពេលដែលយើងអធិដ្ឋានThe prayer is great and it has power. បាទការអធិដ្ឋានគឺជាការដ៏អស្ចារ្យហើយនឹងមានអំណាច And the prayer is joy. បាទការអធិដ្ឋានគឺជាអំណរ If you feel that the prayer is joy, you are blessed already. បាទនៅពេលដែលបងប្អូនមានអារម្មណ៍ថាការអធិដ្ឋានគឺជាអំណរនោះបងប្អូននឹងបានប្រពរ You are blessed when you hear God's voice
in your prayer. បាទបងប្អូននឹងទទួលបានប្រពន្ធនៅពេលដែលបងប្អូនបានឮពីសំឡេងរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងការអធិដ្ឋានរបស់បងប្អូន Because God speaks to you. បាទដោយសារតែព្រះអង្គបានមានបន្ទូលមកកាន់យើង If you can hear the voice, you are blessed. បាទបើសិនជាយើងបានឮពីព្រះសូរសៀងរបស់ផងទ្រង់យើងនឹងបានប្រពរ So try to listen to God's voice. បាទសូមព្យាយាមស្ដាប់នៅព្រះបន្ទូលព្រះ God is speaking to you now. បាទព្រះអង្គមានបន្ទូលមកកាន់យើងឥឡូវនេះ And God speaks to you all the time in your prayer. បាទហើយព្រះអង្គមានបន្ទូលមកកាន់យើងគ្រប់ពេលវេលា Prayer is joy. បាទការអធិដ្ឋានគឺជាសេចក្តីអំណរ Amen. អាមែន Let's pray. Our gracious Father in heaven, what a joy we have because you are with us. We are with you. We are here to worship you, my Lord. And you are our Father. You are creator, but you allowed us to call you our Father. What a joy. What a privilege that we have. And you hear our prayer. Father, we want to hear your voice in return. Our ears are shut because of the greed that we have, because of the wrong desires that we have. Help us, Father, so that we can seek your will, not ours, in our prayer. The mind of yours, my Lord Jesus. Help us so that we can find your mind all the time in our prayer. Teach us and guide us all the time in our prayer. I like to hear your voice in my prayer, my Lord, my Father. In Jesus' name we pray. Amen.